คุณกาเลเกอร์បានបញ្ចប់ការពិនិត្យសុខភាពជាផ្លូវការជាមួយក្លឹប Tottenham Hotspur មុនពេលឈានដល់ការផ្ទេរជាអចិន្ត្រៃយ៍ពីក្លឹប Atletico Madrid កិច្ចព្រមព្រៀងនេះមានតម្លៃប្រហែល40លានអឺរ៉ូឬ 34.7 លានផោនដែលជាការវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League វិញយ៉ាងគួរឲ្យចាប់អារម្មណ៍សម្រាប់ខ្សែបម្រើវ័យ25ឆ្នាំរូបនេះបន្ទាប់ពីចាក់ចេញពី Chelsea ទៅកាន់ប្រទេសអេស្ប៉ាញបានត្រឹមតែ18ខែប៉ុណ្ណោះSpurs បានសម្រេចចិត្តយ៉ាងរហ័សក្នុងក្រុងការដណ្ដើមយកហត្ថលេខារបស់គេពីការចង់បានរបស់ក្លឹប Aston Villa ដោយសារតម្រូវការបន្ទាន់ក្នុងក្រុងការពង្រឹងតំបន់បម្រើបន្ទាប់ពី Rodrigo Bentancur បានរងរបួសសរសៃពួរយ៉ាងធ្ងន់ធ្ងរ Gallagher ត្រូវបានគេរាយការណ៍ថានឹងចក់កិច្ចសន្យារយៈពេលវែងរហូតដល់5ឆ្នាំកន្លះខណៈដែលរូបគេចង់បានឱកាសចូលលេងឲ្យបានទៀងទាត់ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ2026ការមកដល់របស់កីឡាករជម្រើសជាតិអង់គ្លេសរូបនេះគឺជាផ្នែកមួយយ៉ាងសំខាន់នៃការរៀបចំក្រុមឡើងវិញក្នុងខែមករារបស់អ្នកចាត់ការទូទៅលោក Thomas Frank ដែលរួមមានទាំងការចុះហត្ថលេខាលើខ្សែការពារឆ្វេងវ័យ19ឆ្នាំជនជាតិប្រេស៊ីល Sousa ពីក្លឹប Santos ផងដែរទោះបីជា Gallagher មិនមានសិទ្ធិចូលលេងសម្រាប់ការប្រកួត Champions League ដែលនៅសេសសល់ក្នុងវគ្គសន្សំពិន្ទុដោយសារផុតកំណត់កាលបរិច្ឆេទចុះឈ្មោះកីឡាករក៏ដោយប៉ុន្តែគេរំពឹងថានឹងត្រូវដាក់ឲ្យចូលលេងភ្លាមៗក្នុងការប្រកួតក្នុងស្រុកកម្លាំងថាមពលនិងបទពិសោធន៍ក្នុង Premier League របស់គេត្រូវបានគេមើលឃើញថាជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ក្រុម Spurs ដែលបច្ចុប្បន្នកំពុងព្យាយាមបង្រួមគម្លាត6ពិន្ទុដើម្បីដណ្ដើមយកចំណាត់ថ្នាក់ក្នុងចំណោមក្រុម Top 5 និងកៅអីសម្រាប់ពានរង្វាន់អឺរ៉ុបនៅរដូវកាលក្រោយនាយកចាត់ការទូតរបស់ក្លឹប Chelsea លោក Liam Rosenior បានទទួលបរាជ័យជាលើកដំបូងក្រោមការដឹកនាំរបស់លោកកាលពីខែមករាឆ្នាំ2026ក្នុងលទ្ធផល3-2ទល់នឹងក្រុម Arsenal សម្រាប់ការប្រកួតជើងទី1នៃពានរង្វាន់ Carabao Cup វគ្គពាក់កណ្ដាលព្រឹកព្រាត់ក្នុងការប្រកួតក្នុងដីលើកដំបូងរបស់លោកនៅកីឡាដ្ឋាន Stamford Bridge ចាប់តាំងពីត្រូវបានតែងតាំងនៅថ្ងៃទី6ខែមករាក្រុមរបស់លោក Rosenior បានរងការស៊ុតបញ្ចូលទីមុននៅនាទីទី7ដោយកីឡាករ Ben White ទោះបីជាគ្មានវត្តមានកីឡាករសំខាន់ដូចជា Cole Palmer និង Reece James ដោយសាររបួសក៏ដោយក៏ Chelsea បានបង្ហាញការតស៊ូយ៉ាងស្វិតស្វាញនៅវគ្គទី2ដែលដឹកនាំដោយកីឡាករបម្រុង Alexandro Garnacho ដែលស៊ុតបញ្ចូលទីបាន2គ្រាប់ដើម្បីរក្សាសង្ឃឹមឲ្យក្រុមតៅឃីវការប្រកួតនេះត្រូវបានកត់សម្គាល់ដោយកំហុសក្នុងតំបន់ការពារនិងកំហុសរបស់អ្នកចាំទី Robert Sanchez ដែលបានអនុញ្ញាតឲ្យកីឡាករ Victor Gyökeres និង Martin Zubimendi របស់ក្រុម Arsenal បង្កើតគ្រាប់នាំមុខយ៉ាងសំខាន់សម្រាប់ក្រុមភ្ញៀវបន្ទាប់ពីការប្រកួតលោក Rosenior បានទទួលខុសត្រូវចំពោះលទ្ធផលនេះដោយមិនបន្ទោសអ្នកចាំទីរបស់លោកឡើយហើយបានកោតសរសើរចំពោះថាមពលនិងស្មារតីប្រយុទ្ធរបស់កីឡាករដែលនៅសេសសល់ពីបញ្ហារបួសការបរាជ័យនេះបានធ្វើឲ្យ Chelsea ត្រូវសងសឹកវិញឲ្យបានលើសពី1គ្រាប់នៅពេលដែលពួកគេត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Emirates សម្រាប់ការប្រកួតជើងទី2នៅដើមខែកុម្ភៈខាងមុខនេះ